ជំរាបសួរបងប្អូនអ្នកទស្សនានិងអ្នកស្ដាប់ជាទីគោរពថ្ងៃនេះខ្ញុំបាទដែលជា AI សូមនាំអារម្មណ៍បងប្អូនមកស្គាល់នូវរឿងរ៉ាវជីវិតដ៏អស្ចារ្យរបស់បុគ្គលម្នាក់ដែលបានបដិវត្តការយល់ដឹងរបស់យើងអំពីចក្រវាឡលោក Stephen William Hawking គឺជាឈ្មោះមួយដែលមនុស្សទូទាំងពិភពលោកស្គាល់ថាជាអ្នកវិទ្យាសាស្ត្រដ៏ប៉ិនប្រសប់ទោះបីជាលោកមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរក៏ដោយយើងនឹងរៀបរាប់ពីដំណើរជីវិតរបស់លោកតាំងពីកុមារភាពការសិក្សាការតស៊ូជាមួយជំងឺការរកឃើញដ៏សំខាន់រហូតដល់ទស្សនៈជីវិតដ៏មានតម្លៃរបស់លោកខ្ញុំសង្ឃឹមថារឿងរ៉ាវរបស់លោកនឹងជំរុញចិត្តបងប្អូនឲ្យមានកម្លាំងចិត្តនិងមិនបោះបង់ក្តីស្រមៃឡើយខ្ញុំសូមអភ័យទោសទុកជាមុនប្រសិនបើការបញ្ចេញសម្លេងរបស់ខ្ញុំមិនបានត្រឹមត្រូវតាមក្បួនខ្នាតភាសាខ្មែរ 100% សូមរីករាយស្ដាប់ទាំងអស់គ្នាជីវិតនិងស្នាដៃរបស់លោក Stephen Hawking បុរសដែលហ៊ានប្រឈមមុខនឹងចក្រវាឡលោក Stephen William Hawking ថ្ងៃទី8មករាឆ្នាំ1942ថ្ងៃទី14មីនាឆ្នាំ2018គឺជាអ្នករូបវិទ្យាទ្រឹស្ដីវិទ្យុអ្នកវិទ្យាសាស្ត្រលំហនិងជាអ្នកនិពន្ធជនជាតិអង់គ្លេសដ៏ល្បីល្បាញលោកគឺជាអ្នកដឹកនាំការស្រាវជ្រាវនៅមជ្ឈមណ្ឌលរូបវិទ្យាទ្រឹស្ដីនៃសាកលវិទ្យាល័យ Cambridge និងជាសាស្ត្រាចារ្យគណិតវិទ្យា Lucasian ដែលជាតំណែងដ៏មានកិត្តិយសប្រផុតមួយនៅក្នុងពិភពលោកជីវិតរបស់លោកគឺជាឧទាហរណ៍ដ៏រស់រវើយនៃភាពមិនចុះចាញ់ចំពោះជោគវាសនាកុមារភាពនិងការសិក្សាដំបូងលោក Stephen Hawking កើតនៅថ្ងៃទី8ខែមករាឆ្នាំ1942នៅទីក្រុង Oxford ប្រទេសអង់គ្លេសលោកបានកើតចំថ្ងៃដែលអ្នកតារាសាស្ត្រ Galileo Galilei បានទទួលមរណភាព300ឆ្នាំមុនឪពុករបស់លោកឈ្មោះ Frank Hawking ជាអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឯម្ដាយរបស់លោកឈ្មោះ Isabel Eileen Hawking ជាអ្នកសិក្សាផ្នែកទស្សនវិជ្ជានយោបាយនិងសេដ្ឋកិច្ចឪពុកម្ដាយទាំងពីរនាក់សុទ្ធតែជាអ្នកមានការអប់រំខ្ពស់នៅឆ្នាំ1950គ្រួសារលោកបានផ្លាស់ទៅទីក្រុង St. Albans ក្រោយពេលឪពុករបស់លោកក្លាយជាប្រធានផ្នែក Parasitology នៃវិទ្យាស្ថានជាតិស្រាវជ្រាវវិទ្យាសាស្ត្រក្រុមគ្រួសារ Hawking ត្រូវបានគេចាត់ទុកថាឆ្លាតវៃនិងប្លែកពីគេបន្តិចបន្តួចឧទាហរណ៍ពួកគេច្រើនតែចំណាយពេលញ៉ាំអាហារដោយស្ងៀមស្ងាត់ម្នាក់ឯងអានសៀវភៅពួកគេរស់នៅដោយសន្សំសន្យាមក្នុងផ្ទះធំមួយដែលរញ៉េរញ៉ៃនិងធ្វើដំណើរដោយប្រើតាក់ស៊ី London ចាស់មួយគ្រឿង Stephen បានចាប់ផ្ដើមការសិក្សារបស់លោកនៅសាលា Byron House School នៅ Highgate London លោកបានបន្តវិធីសាស្ត្ររីកចម្រើនរបស់សាលានេះដែលធ្វើឲ្យលោកមិនអាចរៀនអានបានរហូតដល់អាយុ8ឆ្នាំនៅអាយុ13ឆ្នាំឪពុករបស់លោកចង់ឲ្យ Stephen ចូលរៀននៅសាលា Westminster School ដែលមានកិត្តិយសខ្ពស់មួយប៉ុន្តែ Stephen បានធ្លាក់ខ្លួនឈឺនៅថ្ងៃប្រឡងអាហារូបករណ៍ដោយមិនមានអាហារូបករណ៍ក្រុមគ្រួសារមិនអាចមានលទ្ធភាពបង់ថ្លៃសាលានោះបានឡើយដូច្នេះ Stephen នៅតែបន្តរៀននៅសាលា St. Albans ដដែលនៅ St. Albans នេះហើយដែលលោកបានជួបគ្រូបង្រៀនគណិតវិទ្យាដ៏អស្ចារ្យម្នាក់ឈ្មោះ Dikran Thatta លោក Hawking បាននិយាយថា Thatta បានបើកភ្នែករបស់លោកឲ្យមើលឃើញនៅគំនូរផែនទីចក្រវាឡគឺគណិតវិទ្យាពួកគេថែមទាំងបានសន្សំកុំព្យូទ័រដំបូងរបស់ Hawking ពីគ្រឿងម៉ោងចាស់ៗនិងបន្ទាក់ប្ដូរទូរស័ព្ទទៀតផងលោក Hawking ធ្លាប់បាននិយាយថានៅពីក្រោយមនុស្សឆ្នាំគ្រប់រូបគឺមានគ្រូបង្រៀនឆ្នាំម្នាក់ការសិក្សានៅសាកលវិទ្យាល័យនិងការប្រឈមមុខនឹងជំងឺនៅខែតុលាឆ្នាំ1959ក្នុងវ័យ17ឆ្នាំ Stephen Hawking បានចាប់ផ្ដើមការសិក្សានៅ University College Oxford លោកបានជ្រើសរើសសិក្សារូបវិទ្យានិងគីមីវិទ្យាក្នុងរយៈពេល18ខែដំបូងលោកមានអារម្មណ៍ធុញទ្រាន់និងឯកោព្រោះលោកយល់ថាការសិក្សាងាយស្រួលពេកជីវិតសង្គមរបស់លោកក៏មិនសូវរីកចម្រើនប៉ុន្មានដែរការផ្លាស់ប្ដូរបានកើតឡើងនៅឆ្នាំទី2និងទី3នៃការសិក្សាលោកបានសម្រេចចិត្តចូលរួមជាមួយក្លឹបទូករបស់មហាវិទ្យាល័យលោកបានក្លាយជាអ្នកដឹកនាំក្រុមទូក Coxswain ដែលមានសម្លេងឮខ្លាំងនិងទម្ងន់ស្រាលទោះបីជាយ៉ាងណាក៏ដោយលោកមិនបានចំណាយពេលច្រើនលើការសិក្សាទេដោយលោកបានប៉ាន់ស្មានថាលោកសិក្សាត្រឹមតែប្រហែល 1000 ម៉ោងប៉ុណ្ណោះក្នុងរយៈពេល3ឆ្នាំនៅ Oxford នេះបានធ្វើឲ្យការប្រឡងបញ្ចប់ការសិក្សារបស់លោកមានភាពតានតឹងលទ្ធផលប្រឡងរបស់លោកស្ថិតនៅចន្លោះថ្នាក់ទី1និងទី2ដូច្នេះតម្រូវឲ្យមានការប្រឡងផ្ទាល់មាត់
នៅពេលត្រូវបានសួរអំពីផែនការរបស់លោកបានឆ្លើយដោយក្លាហានថាប្រសិនបើអ្នកឲ្យខ្ញុំបានថ្នាក់ទី1ខ្ញុំនឹងទៅ Cambridge ប្រសិនបើខ្ញុំបានថ្នាក់ទី2ខ្ញុំនឹងនៅ Oxford ដដែលដូច្នេះខ្ញុំរំពឹងថាអ្នកនឹងឲ្យខ្ញុំបានថ្នាក់ទី1ទីបំផុតលោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែករូបវិទ្យាថ្នាក់ទី1នៅឆ្នាំ1962នៅខែតុលាឆ្នាំ1962លោក Stephen បានបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅ Trinity Hall Cambridge ផ្នែកវិទ្យាសាស្ត្រលំហ Cosmology ដំបូងលោកមានការខកចិត្តដែលមិនបាននៅក្រោមការត្រួតពិនិត្យរបស់តារាវិទូដ៏ល្បីល្បាញជំនួសមកវិញលោកត្រូវបានចាត់តាំងឲ្យទៅនៅក្រោមការត្រួតពិនិត្យរបស់រូបវិទ្យា Denis Ciciama ដែលជាស្ថាបនិកម្នាក់នៃវិទ្យាសាស្ត្រលំហសម័យទំនើបប៉ុន្តែការនេះបែរជាคล้ายជាពរជ័យទៅវិញព្រោះ Ciciama តែងតែជជែកគ្នាដែលបានជួយជំរុញចក្ខុវិស័យវិទ្យាសាស្ត្ររបស់ Hawking នៅឆ្នាំ1963ក្នុងវ័យ21ឆ្នាំលោក Stephen បានទទួលដំណឹងដ៏អាក្រក់បំផុតក្នុងជីវិតលោកត្រូវបានគេរកឃើញថាមានជំងឺសរសៃប្រសាទកម្រិតស្រាល Motor Neuron Disease MND ដែលគេស្គាល់ថាជា Amyotrophic Lateral Sclerosis ALS ឬ Lou Gehrig's Disease ជំងឺនេះបណ្ដាលឲ្យលោកបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងសាច់ដុំបន្តិចម្ដងរហូតដល់ខ្វាញ់ពេញមួយរាងកាយគ្រូពេទ្យបានព្យាករណ៍ថាលោកអាចរស់នៅបានត្រឹមតែ2ឆ្នាំទៀតប៉ុណ្ណោះលោកបានធ្លាក់ក្នុងភាពក្រៀមក្រំយ៉ាងខ្លាំងលោកគិតថាជីវិតរបស់លោកបានចប់ហើយថាគ្មានប្រយោជន៍អ្វីនៅក្នុងការបន្តការសិក្សាទៀតទេលោកបានសរសេរក្នុងអនុស្សាវរីយ៍របស់លោកថាខ្ញុំមានអារម្មណ៍ថាមិនយុត្តិធម៌ខ្លាំងណាស់ហេតុអ្វីរឿងនេះកើតឡើងចំពោះខ្ញុំនៅពេលនោះខ្ញុំគិតថាជីវិតខ្ញុំបានចប់ហើយខ្ញុំនឹងមិនអាចសម្រេចបាននូវសក្តានុពលដែលខ្ញុំមាននោះទេទោះបីជាយ៉ាងណាក៏ដោយជំងឺរបស់លោកបានវិវត្តទៅមុខយឺតជាងការរំពឹងទុករបស់គ្រូពេទ្យដោយមានការលើកទឹកចិត្តពី Ciciama លោកបានត្រឡប់មកបន្តការស្រាវជ្រាវរបស់លោកវិញលោកបាននិយាយថាមុនពេលខ្ញុំកើតជំងឺសរសៃប្រសាទខ្ញុំធុញទ្រាន់នឹងជីវិតប៉ុន្តែការរំពឹងថានឹងស្លាប់មុនអាយុបានធ្វើឲ្យខ្ញុំដឹងថាជីវិតពិតជាគួរឲ្យរស់នៅនៅខែមីនាឆ្នាំ1966លោក Stephen បានបញ្ចប់ថ្នាក់បណ្ឌិត PhD ផ្នែកគណិតវិទ្យាអនុវត្តនិងរូបវិទ្យាទ្រឹស្ដីដោយផ្ដោតទៅលើទ្រឹស្ដីទំនាក់ទំនងទូទៅ General Relativity និងវិទ្យាសាស្ត្រលំហ Cosmology និគិតបទរបស់លោកមានចំណងជើងថា Singularities and the Geometry of Space-Time ដែលទទួលបានពានរង្វាន់ Adams Prize ដ៏មានកិត្តិយសប្រសើរអាជីពនឹងការរកឃើញដ៏អស្ចារ្យបន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិតលោក Stephen Hawking បានចាប់ផ្ដើមអាជីពស្រាវជ្រាវរបស់លោកការងារដ៏សំខាន់របស់លោករួមទាំងការសហការជាមួយ Roger Penrose គឺផ្ដោតទៅលើទ្រឹស្ដី Singularity ក្នុងក្របខ័ណ្ឌរបស់ទំនាក់ទំនងទូទៅដែលបង្ហាញថាចក្រវាឡអាចចាប់ផ្ដើមពី Singularity មួយនៅឆ្នាំ1970លោក Hawking បានសន្និដ្ឋានអំពីច្បាប់ទី2នៃ Black Hole Dynamics ដែលថាព្រំដែនព្រឹត្តិការណ៍ Event Horizon នៃប្រហោងខ្មៅមិនអាចរួមតូចជាងមុនបានឡើយនៅដើមទសវត្សរ៍ឆ្នាំ1970លោកបានចាប់ផ្ដើមសិក្សាពី Quantum Gravity និង Quantum Mechanics ការងាររបស់លោកនៅក្នុងវិស័យនេះត្រូវបានជំរុញដោយការពិភាក្សាជាមួយអ្នកវិទ្យាសាស្ត្ររុស្ស៊ី Yakov Borisovich Seldovich និង Alexei Starobinsky ដែលបង្ហាញថាប្រហោងខ្មៅវិលជុំបញ្ចេញផាកេតនៅឆ្នាំ1975លោក Hawking បានបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់លោកដែលបង្ហាញថាប្រហោងខ្មៅបញ្ចេញវិទ្យុសកម្មដែលគេស្គាល់ថា Hawking Radiation វិទ្យុសកម្មនេះអាចបន្តរហូតដល់ប្រហោងខ្មៅអកថាមពលនិងរលាយបាត់ទៅដំបូង Hawking Radiation ត្រូវបានគេជជែកដេញដោតខ្លាំងណាស់ប៉ុន្តែនៅចុងទសវត្សរ៍ឆ្នាំ1970បន្ទាប់ពីការបោះពុម្ពផ្សាយការស្រាវជ្រាវបន្ថែមការរកឃើញនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាការរកឃើញដ៏សំខាន់មួយក្នុងវិទ្យាសាស្ត្រទ្រឹស្ដីលោក Hawking ជាអ្នកវិទ្យាសាស្ត្រដំបូងគេដែលបានបង្កើតទ្រឹស្ដីវិទ្យាសាស្ត្រលំហ
ដែលបន្ថយគ្នាដោយបញ្ចូលគ្នារវាងទ្រឹស្ដីទំនាក់ទំនងទូទៅនិង Mechanics Quantum លោកក៏បានណែនាំអំពីគំនិត Micro Black Hole ផងដែរនៅឆ្នាំ1979លោក Hawking ត្រូវបានជ្រើសរើសជាសាស្ត្រាចារ្យគណិតវិទ្យា Lucasian នៃសាកលវិទ្យាល័យ Cambridge ដែលជាតំណែងដ៏ល្បីល្បាញមួយដែលធ្លាប់កឲ្យនឹង Sir Isaac Newton នៅក្នុងតំណែងនេះលោកបានបន្តការស្រាវជ្រាវរបស់លោកនិងបានចូលរួមយ៉ាងធំធេងដល់វិស័យវិទ្យាសាស្ត្រ ជីវិតផ្ទាល់ខ្លួននិងការតស៊ូជាមួយពិការភាពលោក Stephen Hawking បានជួបភរិយាដំបូងរបស់លោកឈ្មោះ Jane Wall នៅពិធីជប់លៀងមួយក្នុងឆ្នាំ1962ពួកគេបានភ្ជាប់ពាក្យនៅខែតុលាឆ្នាំ1964ដោយដឹងពីបញ្ហាប្រឈមដែលអាចនឹងកើតឡើងដោយសារជំងឺរបេះលោក Hawking ក្រោយមកបាននិយាយថាការភ្ជាប់ពាក្យបានផ្ដល់ឲ្យលោកនៅអ្វីមួយដើម្បីរស់នៅពួកគេបានរៀបការនៅថ្ងៃទី14ខែកក្កដាឆ្នាំ1965ហើយមានកូន3នាក់ Robert កើតឆ្នាំ1967 Lucy កើតឆ្នាំ1970និង Timothy កើតឆ្នាំ1979ជំងឺរបស់លោកបានវិវត្តបន្តិចម្ដងនៅចុងទសវត្សរ៍ឆ្នាំ1960សមត្ថភាពរាងកាយរបស់លោកបានថយចុះលោកចាប់ផ្ដើមប្រើឈើច្រត់ហើយមិនអាចបង្រៀនជាប្រចាំបានទៀតទេនៅពេលលោកបាត់បង់សមត្ថភាពក្នុងការសរសេរលោកបានបង្កើតវិធីសាស្ត្រមើលឃើញដើម្បីទូទាត់លោកបានប្រើរទេះរុញនៅចុងទសវត្សរ៍ឆ្នាំ1960ហើយបានក្លាយជាមនុស្សល្បីល្បាញដោយសារការបើករទេះរុញរបស់លោកដោយគ្រោះថ្នាក់នៅពាក់កណ្ដាលឆ្នាំ1985លោក Hawking បានឆ្លងជំងឺរលាកស្មោមដែលគំរាមកំហែងដល់អាយុជីវិតរបស់លោកគ្រូពេទ្យបានស្នើសុំ Jane ថាគួរតែបញ្ចប់ការគាំទ្រជីវិតដែរឬទេប៉ុន្តែនាងបានបដិសេធជាលទ្ធផលលោកត្រូវធ្វើការវះកាត់បំពង់កដែលបណ្ដាលឲ្យលោកបាត់បង់សម្លេងដែលនៅសល់បន្ទាប់ពីបាត់បង់សម្លេងលោកទំនាក់ទំនងដោយប្រើប្រាស់ឧបករណ៍បង្កើតសម្លេងដំបូងលោកលើកចិញ្ចើមដើម្បីជ្រើសរើសអក្សរនៅលើកាតប៉ុន្តែនៅឆ្នាំ1966លោកបានទទួលកម្មវិធីកុំព្យូទ័រមួយឈ្មោះ Equalizer ពី Walter Wolters លោកអាចចុចកុងតាក់ដើម្បីជ្រើសរើសឃ្លាពាក្យឬអក្សរពីឃ្លាំងពន្ធន័យក្រោយមកទៀតលោកបាត់បង់សមត្ថភាពប្រើដៃហើយចាប់ផ្ដើមបញ្ជាឧបករណ៍នេះដោយគ្រាន់តែកម្រើកសាច់ដុំថ្ពាល់ប៉ុណ្ណោះលោកបាននិយាយថាខ្ញុំអាចទំនាក់ទំនងបានល្អប្រសើរជាងមុនពេលខ្ញុំបាត់បង់សម្លេងអាពាហ៍ពិពាហ៍របស់លោកជាមួយ Jane បានចាប់ផ្ដើមមានភាពតានតឹងដោយសារបន្ទុកជំងឺនិងការជ្រៀតជ្រែងរបស់អ្នកថែទាំលោក Hawking បានចាប់ផ្ដើមស្និទ្ធស្នាលជាមួយគិលានុបដ្ឋាយិកាម្នាក់ឈ្មោះ Ellen Mason នៅឆ្នាំ1990លោកបានប្រាប់ Jane ថាគាត់នឹងចាកចេញពីនាងហើយនៅឆ្នាំ1995បន្ទាប់ពីលែងជាមួយ Jane លោកបានរៀបការជាមួយ Ellen Mason ទោះជាយ៉ាងណាក៏ដោយអាពាហ៍ពិពាហ៍ទី2របស់លោកក៏មានភាពតានតឹងហើយនៅឆ្នាំ2006លោកនិង Mason បានលែងគ្នាដោយស្ងៀមស្ងាត់បន្ទាប់មកលោកបានចាប់ផ្ដើមទំនាក់ទំនងជិតស្និទ្ធជាមួយ Jane កូននិងចៅរបស់លោកវិញរឿងរ៉ាវជីវិតរបស់លោកត្រូវបានផលិតជាខ្សែភាពយន្តជីវប្រវត្តិដ៏ល្បីល្បាញមួយមានចំណងជើងថា The Theory of Everything នៅឆ្នាំ2014ការទទួលស្គាល់និងពានរង្វាន់លោក Stephen Hawking បានទទួលនូវពានរង្វាន់និងកិត្តិយសជាច្រើនក្នុងជីវិតរបស់លោកឆ្នាំ1974បានត្រូវជ្រើសរើសជា Fellow of the Royal Society ដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់អ្នកវិទ្យាសាស្ត្រអង់គ្លេសឆ្នាំ1975បានទទួលមេដាយ Eddington Medal និង PO11 Gold Medal ឆ្នាំ1976បានទទួលពានរង្វាន់ Danny Heineman Prize, Maxwell Medal and Prize និង Hugh Medal ឆ្នាំ1978បានទទួលមេដាយ Albert Einstein Medal ឆ្នាំ1981បានទទួលមេដាយ Franklin Medal របស់អាមេរិកឆ្នាំ1985បានទទួលមេដាយមាសពី Royal Astronomical Society ឆ្នាំ1987បានទទួលមេដាយ Paul Dirac Medal ឆ្នាំ1988បានទទួលពានរង្វាន់ Wolf Prize រួមជាមួយ Roger Penrose ឆ្នាំ2009បានទទួលមេដាយ Presidential Freedom Medal ដែលជាពានរង្វាន់ស៊ីវិលខ្ពង់បំផុតនៅសហរដ្ឋអាមេរិក
ឆ្នាំ2013បានទទួលពានរង្វាន់ Special Fundamental Physics Prize របស់រុស្ស៊ីសៀវភៅល្បីល្បាញរកលោក A Brief History of Time ដែលបានបកភូមិសាយនៅឆ្នាំ1988បានក្លាយជាសៀវភៅលក់ដាច់ដោយកំណត់ត្រារយៈពេល237សប្តាហ៍ជាប់គ្នាលោកក៏បានបង្ហាញខ្លួននៅកម្មវិធីទូរទស្សន៍ល្បីៗជាច្រើនដូចជា The Simpsons, Star Trek The Next Generation និង The Big Bang Theory ទៀតផងទស្សនៈផ្ទាល់ខ្លួនទាំង10របស់លោក Stephen Hawking អំពីតម្លៃនៃជីវិតនិងការរស់នៅលោក Stephen Hawking មិនត្រឹមតែជាអ្នកវិទ្យាសាស្ត្រដ៏ឆ្នើមម្នាក់នោះទេលោកថែមទាំងជាបុគ្គលដែលមានទស្សនៈជ្រាលជ្រៅអំពីតម្លៃនៃជីវិតនិងការរស់នៅទោះបីជាត្រូវប្រឈមមុខនឹងជំងឺដ៏កាចសាហាវក៏ដោយលោកនៅតែបង្ហាញពីភាពរឹងមាំនិងផ្ដល់នូវការបំផុសគំនិតជាច្រើនខាងក្រោមនេះគឺជា10នៃទស្សនៈសំខាន់ៗរបស់លោកអំពីតម្លៃនៃជីវិតនិងការរស់នៅទី1ទោះជីវិតលំបាកប៉ុណ្ណាក៏ដោយក៏នៅតែមានអ្វីដែលអ្នកអាចធ្វើបានហើយជោគជ័យទី2ខ្ញុំមិនមានទេពកោសល្យពិសេសអ្វីនោះទេខ្ញុំគ្រាន់តែជាមនុស្សដែលចង់ដឹងចង់ឃើញយ៉ាងខ្លាំងប៉ុណ្ណោះទី3កុំឈប់សួរសំណួរការចង់ដឹងចង់ឃើញមានហេតុផលផ្ទាល់ខ្លួនរបស់វាទី4ភាពឆ្កួតលីឡាគឺការធ្វើរឿងដដែលម្ដងហើយម្ដងទៀតហើយរំពឹងថានឹងទទួលបានលទ្ធផលផ្សេងទី5អ្នកណាដែលមិនធ្លាប់ធ្វើខុសគឺមិនធ្លាប់ព្យាយាមធ្វើអ្វីថ្មីទេទី6ការស្រមើស្រមៃគឺសំខាន់ជាងចំណេះដឹងមានកម្រិតចំណែកឯការស្រមើស្រមៃគ្របដណ្ដប់ពិភពលោកទាំងមូលទី7វាគឺជាអព្យាហេតុមួយដែលការចង់ដឹងចង់ឃើញនៅរស់រានមានជីវិតបន្ទាប់ពីការអប់រំជាផ្លូវការត្រូវបានបញ្ចប់ទី8ក្នុងបានគិតហើយគិតទៀតអស់រយៈពេលជាច្រើនខែនិងច្រើនឆ្នាំគំនិត99ដងមិនត្រឹមត្រូវទេតែលើកទី100ខ្ញុំត្រឹមត្រូវទី9មានតែអ្នកដែលព្យាយាមអ្វីដែលមិនអាចទៅបានទេទើបអាចសម្រេចបានអ្វីដែលអស្ចារ្យទី10ប្រសិនបើអ្នកឃើញខ្លួនឯងនៅក្នុងប្រហោងខ្មៅឬបញ្ហាកុំបោះបង់មានវិធីចិនពីវា